ជំនះពាក្យមើងងាយនំម៉ែងធ្វើស្អីមើលទៅដូចនំបាយសីចឹងទេឥឡូវគាត់រីកបានជាច្រើនសាខាដោយសារតែនំរបស់គាត់មានសម្រស់តាក់ទាញហើយថែមទាំងមិនបានប្រើប្រាស់នៅផ្លាស្ទិកទៀតគាត់ប្រើស្លឹកចេកដើម្បីបត់យកមកធ្វើរាងរូវហើយជាពិសេសគឺបន្ថែមនៅនំខ្មែរសឹងតែថាគ្រប់មុខគ្រប់ម៉ូដចូលទៅក្នុងនឹងទាំងអស់ហើយវត្ថុធាតុដើមគ្រឿងផ្សាយគ្រឿងផ្សំរបស់គាត់ផ្លែល្ពៅតលងត្រាវស្អីផ្សេងគឺគាត់ព្យាយាមប្រើសិតតែរបស់នៅក្នុងស្រុកទាំងអស់ពុកម៉ែបងប្អូនអញ្ចឹងហើយសម្រាប់អ្នកទាំងអស់គ្នាដែលមានកម្មវិធីខួបកំណើតអីផ្សេងចង់បាននំរបៀបលំនាំជាខ្មែរអាចតាក់ទងគាត់បានគាត់មាន promotion 10% ជូនសម្រាប់សាខាភ្នំពេញនិងសាខាសៀមរាបហើយដូចខ្ញុំនិយាយអញ្ចឹងគាត់មានសាខាច្រើននៅកពតនៅកំពង់សោមទៀតណោះថតហេតុអីបងនឹកឃើញធ្វើនំប្រភេទខ្មែរយើងយកធ្វើនំខេកនេះតបងឡើយសារនេះយើងឃើញនំអឺរ៉ុបពីមុនមកយើងធ្វើ birthday ឬមួយក៏ចង់ញ៉ាំអីវាច្រើននំអឺរ៉ុបនំខេកអឺរ៉ុបអីចឹងទៅយើងអត់មាននំខ្មែរឃើញឱកាសមួយនំខ្មែររបស់យើងមានគេណៃពីដូនតាយើងយូរលងណាស់មកហើយយើងក៏បានយកវាឆ្នៃចេញជាប្រភេទ birthday ដើម្បីឲ្យទាក់ទាញតនសម័យក្នុងបច្ចុប្បន្នផងដែរអញ្ចឹងសម្រាប់ជំរើសនំអីគាត់ចង់បានរូបរាងកំងរាងរូវអីរសជាតិនំអីក៏បានដែរសម្រាប់នំគាត់បានកំងតាមរូបជាតិបានរូបជាតិយើងមាន10មុខជាងប៉ុន្តែបើសិនជាតែជនខ្លះគាត់ចូលចិត្តរសជាតិនេះច្រើនឬមួយក៏ចូលចិត្តរសជាតិនេះអញ្ចឹងយើងអាចកំងតាមដែរហើយម៉ូតយើងមិនមែនថាមានមួយម៉ូតទេយើងអាចរៀបជាម៉ូតផ្សេងក៏បានដែរចឹងកុំភ្លេចណាមកសាខាហាងនំអង្គរខេកដែលមានសាខារហូតដល់4ខេត្តដែលខ្ញុំថតនេះគឺនៅខាងដូនពេញដែលពុកម៉ែបងប្អូនអាចមករកនំរបស់គាត់បាននិយាយទៅគាត់មានតម្លៃ option ច្រើនណាស់សម្រាប់នំខេកនំអាពាហ៍ពិពាហ៍នំខួបកំណើតស្អីផ្សេងហ្នឹងគឺគាត់មានរៀបចំជូនមកស្អាតមានគ្រប់ម៉ូដគ្រប់ម៉ាករូបបេះដូងរូបទំហំធំមាន1ជាន់2ជាន់3ជាន់តាមអ្វីដែលអ្នកទាំងអស់គ្នាត្រូវការពេញចិត្តចង់បានមិនក៏កំងគាត់បានដែរហើយខ្ញុំតសើគាត់ហ្នឹងគឺការប្រើប្រាស់នៅវត្ថុធាតុដើមគឺប្រើរបស់ខ្មែរទាំងអស់ហើយបុគ្គលិកដែលធ្វើការនៅកន្លែងគាត់គឺគាត់មិនទាមទារកម្រិតវប្បធម៌អីទេគាត់ថាជាពិសេសចង់ជួយទៅដល់អ៊ំស្រីចាស់ដែលគាត់ជាស្ត្រីមេផ្ទះចង់រកការងារធ្វើអីផ្សេងមកកន្លែងគាត់មកព្រោះអីចាស់អាយុ30 40ជាងអីហ្នឹងទៅរកការងារកន្លែងគេមិនងាយគេទទួលទេតែកន្លែងគាត់គឺគាត់ទទួលដៃ10មកធ្វើនៅហាងនំអង្គរខេកបានដែលពុកម៉ែបងប្អូនណាអូនំល្ពៅនេះតំណងណាសង់ខ្យាល្ពៅសង់ខ្យាអីរបស់គាត់ហ្នឹងគឺគាត់កាត់ពូបង្ហាញឲ្យខ្ញុំមើលថាអូនំគេអូយតំណងណាហើយជាទូទៅគឺគាត់យកវាមកតុបតែងទាំងមូលដាក់នៅកណ្ដាលបែបនេះហើយគាត់ជាចេញហើយគាត់មានស្អីគេសាច់នំក្របពីលើតសេឈ្មោះអូឆ្នៃប្រឌិតអញ្ចឹងបាទខ្ញុំថានំរបស់គាត់នេះពុកម៉ែបងប្អូនពេលខ្លះខ្មែរយើងទម្លាប់ប្រអាប់របស់បុរាណរបស់ចាស់ពីដើមដូចបាយសីដូចអីគេដូចថាងដូចប៉ែដូចអីចឹងក៏ពិតអត់ទេរបស់ខ្មែរយើងពេលដែលយើងចេះលើកវាយកមកប្រើហើយអ្នកយើងជាខ្មែរយើងគួរឲ្យតម្លៃអ្វីដែលជារបស់ខ្មែរម៉ូដរបស់គាត់គឺម៉ូដជាការច្នៃប្រឌិតថ្មីមួយដែលវាអត់មានប្រើផ្លាស្ទិកវាល្អសម្រាប់បរិស្ថានល្អសម្រាប់សុខភាពអ្នកញ៉ាំអត់មានប៉ះពាល់ទេដូចឃើញអញ្ចឹងនំផ្លែអាយនំស្អីផ្សេងគឺគាត់ដាក់ចូលក្នុងស្លឹកចេកហ្នឹងហើយទៅរៀបចេញជារៀងរូវបេះដូងដែលពុកម៉ែបងប្អូនយកទៅជូនអ្នកជាទីស្រឡាញ់ដៃគូកូនយកធ្វើ birthday ឪពុកម្ដាយអីផ្សេងគឺគាត់ទទួលបាននៅនំប្លែកដែលគាត់ចូលចិត្តសិតតែជានំចាស់បុរាណដែលគាត់ធ្លាប់ញ៉ាំអញ្ចឹងនេះហើយជាការគិតគូរទៅដល់ឪពុកម្ដាយក៏ដូចជាកូនរបស់យើងគាត់បានញ៉ាំនំដែលសុខភាពល្អហើយឃើញផ្កាទីច្រឡំជ័រជាចំហួយជាស្អីរបស់គាត់ទេសិតតែគាត់យកមកចាក់ធ្វើជាម៉ូដជារៀងជារូវដើម្បីតុបតែងឲ្យមើលទៅលេចធ្លោហើយគាត់មានជាជំរើសច្រើនជាន់ណាពុកម៉ែបងប្អូននំរបស់គាត់គឺមាន1ជាន់2ជាន់3ជាន់ទៅតាមការពេញចិត្តរបស់ភ្ញៀវគឺគាត់មានជំរើសច្រើនណាស់ហើយសម្រាប់នំរបស់គាត់អាមួយនេះវិញគឺអូយធំមែនតើពុកម៉ែបងប្អូនហើយគាត់ថាពេលខ្លះភ្ញៀវខ្លះអត់មានកម្មវិធីទេទិញយកតែញ៉ាំហ្មងអញ្ចឹងមកថាពេលខ្លះយើងដបងគេមិនទាន់ជោគជ័យចេះតែប្រអាប់គេចេះប្រអាប់គេចោះថានំឯងចេះនំឯងចោះក៏ពិតអត់ទេពេលដែលគាត់ធ្វើទៅជោគជ័យខ្លាយទៅជារូបរាងអញ្ចឹងទៅមានអីអ្នកដែលគេចូលចិត្តគេស្រឡាញ់សិល្បៈរបស់បុរាណខ្មែររបស់យើងដូចម៉ូដស្លឹកចេកយកមកបត់ធ្វើចេះបត់ធ្វើចុះហ្នឹងឲ្យតែឃើញអញ្ចឹងកុំច្រឡំថាអាហ្នឹងបាយសីឯណាយើងចេះតែអញ្ចឹងអាបាយសីហ្នឹងគឺរបស់ល្អរបស់លើករាសីហុងស៊ុយរបស់អ្នកផ្ទះរបស់អីរបស់សាសនារបស់អីរបស់យើងទេអញ្ចឹងរបស់ល្អអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនហាងនំអង្គរខេកនេះគាត់ក៏មានជំរើសជាប្រភេទនំប្រអប់ទូចឲ្យអ្នកទាំងអស់គ្នាជាវញ៉ាំបានដែរអរគុណបាយបាយ